โอនេះគឺជាការធ្វើដំណើរឆ្ពោះទៅកាន់ស្ទឹងត្រញុំដែលស្ថិតនៅក្នុងស្រុកសំឡូតមុននឹងយើងទៅទឹកជ្រោះអូជាំយើងក៏ឆ្លៀតចូលនៅស្ទឹងត្រញុំសិនហើយនេះគឺជាម៉ោងពេលថ្ងៃយើងធ្វើដំណើរតាមផ្លូវយើងក៏ឆ្លៀតញ៉ាំអីនៅខាងស្ទឹងត្រញុំនេះបាទដោយសារនៅតំបន់នេះក៏ជាតំបន់ទេសចរមួយដ៏សម្បូរបែបដ៏ស្រស់ស្អាតដែលមានពេញទៅដោយសម្រស់ធម្មជាតិទឹកធ្លាក់ទឹកហូរពីតាមដងស្ទឹងហើយនៅខាងក្រោយនោះមើលទៅឃើញពោពេញទៅដោយធម្មជាតិខៀវស្រងាត់បាទហើយនៅខាងក្រោយទៀតនោះគឺយើងអាចមើលឃើញភ្នំជាហូហែបាទចឹងទេនេះគឺជាម៉ោងសម្រាប់ដែលយើងធ្វើដំណើរគោលដៅរបស់យើងគឺទៅខាងទឹកជ្រោះអូជាំបាទតែយើងមកដូចជារៀងថ្ងៃហើយចេញពីកាហ្វេរីសតក៏ឆ្លៀតចូលមកញ៉ាំអាហារនៅទីនេះសិនបាទជាការបណ្ដានៅក្នុងការធ្វើដំណើរយើងត្រូវហូបចុកឲ្យគ្រប់គ្រាន់មុននឹងធ្វើដំណើរទៅកន្លែងផ្សេងៗដូច្នេះនេះគឺជាសម្រស់ធម្មជាតិនៅស្ទឹងត្រញុំបាទមានពោពេញទៅដោយដើមឈើធំៗមានហាងកាហ្វេក៏ដូចជាដើមឈើធំៗហ្នឹងក៏គេបានធ្វើកន្លែងសម្រាប់យើងថតរូបសម្រាប់ដើរកម្សាន្តលេងបាទហើយនៅខាងលើដើមឈើក៏មានកន្លែងដែលអាចឡើងទៅឈរមើលទេសភាពនៅខាងក្រោមទាំងប្រទេសគោដាក់តាំងហើយរោងទាំងអស់នេះគឺជាកញ្ចក់បាទដែលគេលក់អាហារឲ្យយើងអង្គុយនៅញ៉ាំអីនៅទីនេះបាទហើយទឹកទីនេះគឺស្រស់ស្អាតមែនទែនបាទនៅទីនេះគឺមានទឹកហូរហើយមានកន្លែងដែលយើងអាចអង្គុយលេងនៅក្នុងទឹកនៅមាត់ទឹកបាទអាចលេងទឹកបានទឹកដូចនេះគឺមានទឹកធ្លាក់ហូរហែបាទមើលទៅស្រស់ស្អាតមែនទែនសម្រាប់អ្នកដែលចូលចិត្តមកអង្គុយលេងញ៉ាំអីជាមួយនឹងក្រុមគ្រួសារឬក៏មិត្តភក្តិអីត្រូវហើយបាទទីនេះគឺស្រស់ស្អាតមែនទែនបាទយើងអាចដាក់កៅអីអង្គុយដូចជាញ៉ាំអីជាមួយគ្នានៅមាត់ទឹកក៏បានដែរទឹកហូរគឺស្រស់ស្អាតមែនបាទហើយនៅខែផុតពីភ្លៀងទៅនៅពេលទឹកស្រកទៅទឹកទីនេះគឺស្រស់ស្អាតណាស់បាទវាមានទាំងស្ពានឈើមានទាំងអីឲ្យយើងអង្គុយលេងក៏ដូចជាដើរកម្សាន្តផងដែរបាទអញ្ចឹងទេខ្ញុំឆ្លៀតចូលស្ទឹងត្រញុំបានប្រហែលជា1ម៉ោងដែរញ៉ាំអីហើយសម្រាប់ផាត់ហត់ហើយបានយើងធ្វើដំណើរទៅខាងទឹកជ្រោះអូជាំបាទហើយវីដេអូក្រោយយើងបង្ហាញអំពីទេសភាពក៏ដូចជាទិដ្ឋភាពនៃទឹកជ្រោះអូជាំ